នីតិទ្រព្យសម្បត្តិឯកជនករណីសិក្សានៅកម្ពុជាដោយសាស្ត្រាចារ្យហាប់ផលីបោះពុំលើកទី2សេចក្តីផ្ដើមការផ្លាស់ប្ដូរនយោបាយនៅកម្ពុជាធ្វើឲ្យមានការប្រែប្រួលរបបកម្មសិទ្ធិលើដីធ្លីគួរឲ្យកត់សម្គាល់កម្ពុជាបានទទួលស្គាល់កម្មសិទ្ធិឯកជនលើដីធ្លីជាដំបូងក្នុងទីតាំងពីស្ថិតនៅក្នុងសម័យអាណានិគមបារាំងឆ្នាំ1884ក្នុងបរិយាព្រះបាទនរោត្តមប៉ុន្តែកម្មសិទ្ធិនោះត្រូវបានលុបបំបាត់ចោលទាំងស្រុងចាប់ពីឆ្នាំ1975នៅក្នុងខែមិថុនាឆ្នាំ1989កម្ពុជាបានសម្រេចផ្តល់កម្មសិទ្ធិឯកជនជូនប្រជាពលរដ្ឋខ្លួនឡើងវិញដោយប្រកាសមិនទទួលស្គាល់កម្មសិទ្ធិឯកជនលើដីធ្លីមុនឆ្នាំ1979ឡើយកម្មសិទ្ធិឯកជនដែលបានផ្តល់ឡើងវិញនេះគឺមានកម្រិតពោលគឺកម្មសិទ្ធិត្រូវបានផ្ដល់ជូនសម្រាប់តែលើដីធ្លីលំនៅឋានឯដីស្រែចម្ការរដ្ឋាភិបាលបានផ្ដល់ឲ្យតែកម្មសិទ្ធិភោគៈប៉ុណ្ណោះកែតម្រង់ស្ថាប័នក្នុងការគ្រប់គ្រងដីធ្លីចាប់ពីឆ្នាំ1989ត្រូវបានធ្វើឡើងយ៉ាងសកម្មនិងគួរឲ្យកោតសរសើរកម្ពុជាបានប្រឈមមុខយ៉ាងខ្លាំងនឹងការខ្វះខាតធនធានមនុស្សគ្រប់វិស័យទាំងអស់ដោយឡែកចំពោះមន្ត្រីសុរិយោដីនៅមិនសល់50នាក់ផងនៅក្នុងឆ្នាំ1979ក្នុងចំណោមមន្ត្រីសុរិយោដីដែលមានពីឆ្នាំ1975ចំនួនប្រហែល 1000 នាក់គួរក៏សម្គាល់ថាសូម្បីតែអ្នកច្បាប់ដែលបានចប់បរិញ្ញាបត្រច្បាប់នៅកម្ពុជាក៏នៅសល់ចំនួនតិចតួចបំផុតពោលគឺនៅរស់តែ6នាក់ប៉ុណ្ណោះដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រពិភពលោកដូច្នេះការកសាងនិងការអភិវឌ្ឍប្រទេសដែលខ្វះខាតធនធានយ៉ាងខ្លាំងបែបនេះគឺជាការលំបាកបំផុតរបស់រដ្ឋាភិបាលនាសម័យនោះទោះបីយ៉ាងណាក៏ដោយកម្ពុជាបានបង្កើតនាយកដ្ឋានសុរិយោដីភ្លាមនៅខែមីនាឆ្នាំ1989ពោលគឺមុនពេលដែលរដ្ឋាភិបាលសម្រេចប្រគល់កម្មសិទ្ធិឯកជនដល់ប្រជាពលរដ្ឋរបស់ខ្លួនបន្ទាប់មកនៅក្នុងឆ្នាំ1994នាយកដ្ឋានសុរិយោដីបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្មតាំងពីបង្កើតដំបូងត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ស្ដីទីគណៈរដ្ឋមន្ត្រីរហូតដល់ឆ្នាំ1999នៅពេលដែលក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ត្រូវបានបង្កើតឡើងនៅពេលនោះនាយកដ្ឋានសុរិយោបានដំឡើងជាអគ្គនាយកដ្ឋានសុរិយោដីនិងភូមិសាស្ត្រស្ថិតនៅក្រោមក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងដើរតួយ៉ាងសំខាន់បំផុតក្នុងការគ្រប់គ្រងការចុះបញ្ជីដីធ្លីនៅប្រទេសកម្ពុជារហូតដល់ពេលបច្ចុប្បន្នការស្វែងយល់ពីការប្រែប្រួលនៃកម្មសិទ្ធិដីធ្លីមានសារៈសំខាន់យ៉ាងខ្លាំងទាំងមន្ត្រីមានសមត្ថកិច្ចអ្នកអនុវត្តច្បាប់និងប្រជាពលរដ្ឋការប្រែក្លាយពីកម្មសិទ្ធិដែលមាននៅលើដីលំនៅឋានកម្រិតមិនឲ្យលើសពី2000ម៉ែត្រការ៉េនិងសិទ្ធិភោគៈដែលមាននៅតែលើស្រែចម្ការមិនឲ្យលើសពី5ហិកតាមកជាកម្មសិទ្ធិពេញលេញដោយមិនកំណត់ទំហំអតិបរមាត្រូវការចាំបាច់យល់ដឹងពីច្បាប់និងការអនុវត្តឲ្យបានតឹងតែងបំផុតប្រសិនបើមានការអនុវត្តមិនត្រឹមត្រូវទេបញ្ហាដីធ្លីអាចនឹងកើតឡើងឥតឈប់ឈរនិងពិបាកដោះស្រាយនៅនាពេលអនាគតហើយវាអាចក្លាយទៅជាបញ្ហាកាន់តែស្មុគស្មាញបន្ថែមទៀតដោយឡែកការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈទាមទារយ៉ាងខ្លាំងនៅភាពហ្មត់ចត់ភាពស្មោះត្រង់និងការលះបង់របស់មន្ត្រីសមត្ថកិច្ចគួរឲ្យសម្គាល់ថាកម្ពុជាទ្រព្យសម្បត្តិសាធារណៈឬអាចហៅថាជាទ្រព្យសម្បត្តិត្រូវបានបែងចែកជាពីរប្រភេទរួមមានទ្រព្យសម្បត្តិឯកជនរបស់រដ្ឋនិងទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទ្រព្យសម្បត្តិឯកជនរបស់រដ្ឋអនុញ្ញាតឲ្យរដ្ឋអាចលក់ដូរធ្វើប្រទានកម្មនិងអាចជួលរហូតដល់50ឆ្នាំព្រមទាំងអាចផ្ដល់ជាសម្បត្តិដីសេដ្ឋកិច្ចរហូតដល់99ឆ្នាំមុនថ្ងៃទី4ខែធ្នូឆ្នាំ2020និងត្រឹម50ឆ្នាំចាប់ពីថ្ងៃទី4ខែធ្នូ
ឆ្នាំ2020មកនៅពេលដែលការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈមិនបានច្បាស់លាស់ការរំលោភទ្រព្យសម្បត្តិរបស់រដ្ឋកាត់ឡើងច្រើនដែលបង្កជាការលំបាកស្មុគស្មាញយ៉ាងខ្លាំងដល់រដ្ឋាភិបាលការចុះបញ្ជីដីធ្លីទូទាំងប្រទេសយឺតយ៉ាវពេកបានធ្វើឲ្យមានការខាត់បងទាំងរដ្ឋទាំងប្រជាពលរដ្ឋនិងបង្កជាបញ្ហាចំនួនដីធ្លីឥតឈប់ឈររដ្ឋពិបាកក្នុងការគ្រប់គ្រងទិន្នន័យធ្វើឲ្យបានច្បាស់លាស់និងពិបាកក្នុងការរៀបចំផែនការប្រើប្រាស់ដីឲ្យមានប្រសិទ្ធភាពព្រមទាំងពិបាកកំណត់ចំណូលពន្ធលើដីធ្លីជាដើមចំណែកប្រជាពលរដ្ឋវិញអាចប្រើប្រាស់និងគ្រប់គ្រងដីមិនប្រព្រឹត្តទៅតាមនីតិវិធីច្បាប់ហើយคล้ายទៅជាទម្លាប់ប្រពៃណីដែលបង្កជាការលំបាកនៅពេលតម្រូវការផ្លាស់ប្ដូរទម្លាប់នោះមកអនុវត្តតាមនីតិវិធីច្បាប់វិញលើពីនេះប្រជាពលរដ្ឋអាចនឹងបាត់បង់ឱកាសប្រើប្រាស់សិទ្ធិលើដីធ្លីឲ្យអស់ពីតម្លៃសេដ្ឋកិច្ចរបស់វាក្នុងការវិនិយោគផ្សេងៗម្យ៉ាងទៀតនៅពេលដែលដីធ្លីមិនទាន់កំណត់អត្តសញ្ញាណម្ចាស់ច្បាស់លាស់ទំនាស់ដីធ្លីអាចកើតឡើងដែលធ្វើឲ្យមានភាពស្មុគស្មាញក្នុងការដោះស្រាយនិងអាចបង្កជាបញ្ហាដល់សង្គមព្រមទាំងរារាំងដល់ការវិនិយោគផ្សេងទៀតសៀវភៅនេះត្រូវបាននិពន្ធឡើងជាចម្បងឲ្យស្របទៅតាមតម្រូវការនៃមុខវិជ្ជានីតិទ្រព្យសម្បត្តិឯកជនសម្រាប់និស្សិតបញ្ញវន្តបញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រឯកទេសនីតិឯកជនគោលបំណងនៃចម្បងនៃសៀវភៅនេះគឺធ្វើឲ្យអ្នកអានដឹងអំពីការវិវត្តសិទ្ធិកម្មសិទ្ធិលើទ្រព្យសម្បត្តិនៅកម្ពុជាការជំរុញសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើននិងស្វែងរកដំណោះស្រាយចំពោះមុខនៅពេលជួបប្រទះបញ្ហាដីធ្លីលិខិតបទដ្ឋានគតិយុត្តដែលមានចែងចាប់ពីពេលរដ្ឋាភិបាលបានផ្ដល់ឯកជនភូបនីយកម្មដីធ្លីដល់ប្រជាពលរដ្ឋក្នុងឆ្នាំ1989រហូតមកដល់បច្ចុប្បន្ននេះត្រូវបានលើកយកមកពិភាក្សាលើដំណើរការវិវត្តនៃការគ្រប់គ្រងទ្រព្យសម្បត្តិនៅកម្ពុជាផងដែរដោយសារការផ្លាស់ប្ដូរឈ្មោះផ្លូវការរបស់ប្រទេសរដ្ឋបាលផែនដែនដីនិងស្ថាប័នមានសមត្ថកិច្ចទៅតាមពេលវេលាសភៅនេះជាទូទៅព្យាយាមប្រើពាក្យតែមួយដូចគ្នាដើម្បីសម្រួលការសរសេរលើកលែងតែសម្រង់សម្ដីទាំងស្រុងទេដែលអាចសរសេរដូចពាក្យដើមខាងក្រោមជាពាក្យដែលប្រើនៅក្នុងសៀវភៅនេះតែប៉ុណ្ណោះវាមានឈ្មោះពិតដែលប្រែប្រួលទៅតាមសម័យកាលរបស់វាដូចតទៅរដ្ឋាភិបាលឬរដ្ឋាភិបាលកម្ពុជាចាប់ពីឆ្នាំ1979ដល់1989មានឈ្មោះថាសាធារណរដ្ឋប្រជាមានិតកម្ពុជាចាប់ផ្ដើមពីឆ្នាំ1989ដល់ឆ្នាំ1993មានឈ្មោះថារដ្ឋកម្ពុជាចាប់ពីខែឧសភាឆ្នាំ1993ដល់ខែកញ្ញាឆ្នាំ1993មានឈ្មោះថារាជរដ្ឋាភិបាលជាតិបណ្ដោះអាសន្នកម្ពុជានិងចាប់ពីថ្ងៃទី24ខែកញ្ញាឆ្នាំ1993មកដល់បច្ចុប្បន្នមានឈ្មោះថាព្រះរាជាណាចក្រកម្ពុជាខេត្តកម្ពុជាបានប្រើពាក្យខេត្តក្រុងគិតគូររហូតមកដល់ខែកុម្ភៈឆ្នាំ2008នេះដែលក្នុងនោះក្រុងមានឋានៈស្មើនឹងខេត្តប៉ុន្តែចាប់ពីខែកុម្ភៈឆ្នាំ2008មកដល់បច្ចុប្បន្ននេះកម្ពុជាប្រើពាក្យរាជធានីខេត្តដោយមានរាជធានីតែមួយដែលមានឋានៈស្មើនឹងខេត្តស្រុកកម្ពុជាបានប្រើពាក្យស្រុកខណ្ឌរហូតមកដល់ខែកុម្ភៈឆ្នាំ2008ក្នុងនោះខណ្ឌមានឋានៈស្មើនឹងស្រុកប៉ុន្តែចាប់ពីខែកុម្ភៈមកដល់ឆ្នាំ2008រហូតមកដល់បច្ចុប្បន្នកម្ពុជាប្រើពាក្យក្រុងស្រុកខណ្ឌដោយក្រុងនិងខណ្ឌមានឋានៈស្មើនឹងស្រុកមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសេរីយោខេត្តកម្ពុជាបានប្រើពាក្យមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសេរីយោដីខេត្តក្រុងចាប់ពីខែមិថុនាឆ្នាំ1999ដល់ខែកុម្ភៈឆ្នាំ2008
ចាប់ពីខែកុម្ភៈឆ្នាំ2008ដល់បច្ចុប្បន្នកម្ពុជាប្រើពាក្យថាមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសេរីដីរាជធានីខេត្តវិញការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់និងភូមិបាលស្រុកកម្ពុជាបានប្រើពាក្យការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់និងភូមិបាលស្រុកខណ្ឌគិតចាប់ពីថ្ងៃខែកុម្ភៈឆ្នាំ1999ដល់ខែកុម្ភៈឆ្នាំ2008ហើយចាប់ពីខែកុម្ភៈឆ្នាំ2008មកដល់បច្ចុប្បន្ននេះកម្ពុជាបានប្រើពាក្យថាការិយាល័យរៀបចំដែនដីនគររូបនីយកម្មសំណង់និងភូមិបាលក្រុងស្រុកខណ្ឌវិញសិភៅនេះចែកចេញជា10ជំពូកជំពូក1បង្ហាញពីបញ្ញត្តិនិងសិទ្ធិភោគៈនិងកម្មសិទ្ធិដែលបានកើតឡើងតាមរយៈឯកជនភាវូបនីយកម្មដីធ្លីឆ្នាំ1989រីឯជំពូកទី2រៀបរាប់ពីទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋឯកជនព្រមទាំងពិភាក្សាអំពីសិទ្ធិប្រសិទ្ធភាពនៃការគ្រប់គ្រងទ្រព្យសម្បត្តិដ៏សំខាន់ចំណែកជំពូកទី3រៀបរាប់ពីការវិវត្តស្ថាប័នទទួលបន្ទុកបញ្ជីដីប្រភេទនៃការចុះបញ្ជីការចូលរួមចំណែកវាស់វែងដីពីយុវជនស្ម័គ្រចិត្តក្នុងយុទ្ធនាការឆ្នាំ2012និង2013ក៏ត្រូវបានយកមកវិភាគនៅលើក្នុងជំពូកនេះដែរជំពូកទី4បង្ហាញទម្រង់ប្រសិទ្ធកម្មសិទ្ធិដែលត្រូវបានចែងនៅក្នុងក្រមរដ្ឋប្រវេណីឆ្នាំ2007ដោយឡែកជំពូកទី5បង្ហាញពីការរីកចម្រើនអគារសហកម្មសិទ្ធិនៅកម្ពុជានិងមូលហេតុដែលនាំឲ្យមានផលកម្មសិទ្ធិឯកជនលើអគារសហកម្មសិទ្ធិដល់ជនបរទេសរីឯកម្មសិទ្ធិលទ្ធកម្មសិទ្ធិតាមរយៈច្បាប់ភូមិបាលឆ្នាំ1992និងបន្តភ្ជាប់ដោយច្បាប់ភូមិបាលឆ្នាំ2001រួមទាំងលទ្ធកម្មសិទ្ធិលទ្ធកម្មសិទ្ធិដែលមានចែងនៅក្នុងក្រមប្រវេណីឆ្នាំ2007ក៏ត្រូវបានពិភាក្សាយ៉ាងលម្អិតនៅក្នុងជំពូកទី6ជំពូកទី7លើកឡើងពីសិទ្ធិប្រធាត់ប្រើប្រាស់និងអាស្រ័យផលដែលត្រូវបានបញ្ញត្តិនៅក្នុងក្រមប្រវេណីឆ្នាំ2007ជាការគួរឲ្យចាប់អារម្មណ៍ជំពូកទី8ពិភាក្សាយ៉ាងស៊ីជម្រៅទៅលើលទ្ធភាពដែលរដ្ឋាភិបាលផ្ដល់សម្បទានដីសង្គមគិច្ចដល់ប្រជាពលរដ្ឋក្រីក្រនិងគ្មានដីធ្លីដោយឡែកជំពូកទី9បង្ហាញពីចម្បងនៃមធ្យោបាយនៃការដោះស្រាយទំនាស់ដីធ្លីដែលកើតឡើងពីដីមិនបានចុះបញ្ជីនិងដីចុះបញ្ជីជាចុងក្រោយជំពូកទី10បង្ហាញពីការយកពន្ធដីធ្លីនៅកម្ពុជាដែលផ្ដោតជាចម្បងទៅលើពន្ធប្រថាប់ត្រាពន្ធដីធ្លីមិនបានប្រើប្រាស់និងពន្ធអចលនទ្រព្យជំពូកទី1សិទ្ធិភោគៈនិងសិទ្ធិកម្មសិទ្ធិលើអចលនវត្ថុសិទ្ធិភោគៈនិងសិទ្ធិកម្មសិទ្ធិនៅឆ្នាំ1989ឯកជនភាវូបនីយកម្មដីធ្លីបានចាប់ផ្ដើមនៅឆ្នាំ1989បន្ទាប់ពីបរាជ័យនៃក្រុមសាមគ្គីបង្កបង្កើតផលដែលបានអនុវត្តអស់រយៈពេល10ឆ្នាំកន្លងមកពន្លកនៃកម្មសិទ្ធិឯកជនបានចាប់ផ្ដើមជាដំបូងនៅលើកម្មសិទ្ធិផ្ទះនៅខែមេសាឆ្នាំ1989រដ្ឋាភិបាលកម្ពុជាបានដឹកនាំដោយគណៈបកប្រជាជនបដិវត្តកម្ពុជាដែលក្រោយមកបានក្លាយជាគណៈបកប្រជាជនកម្ពុជាបានប្រឹងប្រែងដាក់ចេញនៅសេចក្តីសម្រេចចិត្តដើម្បីកែលម្អប្រព័ន្ធគ្រប់គ្រងដីធ្លីឲ្យបានល្អប្រសើរនិងមានប្រសិទ្ធភាពសេចក្តីសម្រេចចិត្តស្តីពីគោលនយោបាយគ្រប់គ្រងនិងការប្រើប្រាស់ដីធ្លីគឺជាសេចក្តីសម្រេចដែលលេចធ្លោជាងគេក្នុងចំណោមសេចក្តីសម្រេចមានចំនួន5នាខែមេសាឆ្នាំ1989របស់គណៈបកប្រជាជនបដិវត្តកម្ពុជានិងដែលត្រូវបានធ្វើឲ្យគេទទួលស្គាល់ថាជាកំណែទម្រង់ដីធ្លីដ៏សំខាន់មួយទាក់ទងនឹងគោលនយោបាយដីធ្លីបន្ទាប់ពីការដួលរំលំនៃរបបកម្ពុជាប្រជាធិបតេយ្យនាឆ្នាំ1979តាមរយៈសេចក្តីសម្រេចនេះទើបរដ្ឋាភិបាលកម្ពុជាបានចាប់ផ្ដើមផ្ដល់កម្មសិទ្ធិឯកជនដែលគេស្គាល់ជាទូទៅថាជាឯកជនភាវូបនីយកម្មដីធ្លីចាប់ពីខែមិថុនាឆ្នាំ1989មក1សញ្ញានៃឯកជនភាវូបនីយកម្មដីធ្លីគោលដៅចម្បងនៃការផ្ដល់កម្មសិទ្ធិឯកជនគឺទំនងជាជំរុញឲ្យមានការអភិវឌ្ឍលើដីធ្លីអស់ពីលទ្ធភាពរបស់ម្ចាស់ដី
ប្រសិនបើដីមិនមានកម្មសិទ្ធិផ្ទាល់ខ្លួនទេនោះអ្នកកាន់កាប់ដីធ្លីអាចនឹងរួញរាក្នុងការអភិវឌ្ឍលើដីព្រោះពួកគេបារម្ភថាដីនោះអាចត្រូវបានដកហូតដោយរដ្ឋាភិបាលនាពេលណាក៏បានហើយការអភិវឌ្ឍរបស់ពួកគេនឹងត្រូវរលាយអស់តាមរយៈការជំរុញឲ្យមានការអភិវឌ្ឍនិងការប្រើប្រាស់ដីធ្លីឲ្យអស់ពលិទ្ធភាពរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តផ្ដល់សិទ្ធិលើដីធ្លីជូនប្រជារដ្ឋរបស់ខ្លួនទៅតាមរូបភាព3ផ្សេងៗគ្នារួមមានសិទ្ធិកម្មសិទ្ធិសិទ្ធិភោគៈនិងសិទ្ធិសម្បទាន 1.1.2 ការកម្រិតសិទ្ធិលើដីធ្លីគូក៏សម្គាល់ថានៅពេលឯកជនភាវូបនីយកម្មដីធ្លីដំបូងនៅកម្ពុជារដ្ឋាភិបាលមានកម្រិតសិទ្ធិទៅលើដីធ្លីដល់ប្រជាពលរដ្ឋរបស់ខ្លួនមិនមានមូលហេតុជាផ្លូវការពីរដ្ឋាភិបាលក្នុងការពន្យល់អំពីការរឹតបន្តឹងនៃសិទ្ធិទាំងនោះឡើយទោះបីជាយ៉ាងក៏ដោយពលរដ្ឋកម្ពុជាត្រូវបានផ្ដល់សិទ្ធិចំនួន3ក្នុងការកាន់កាប់ដីធ្លីសិទ្ធិទាំង3នោះមានរួមមានសិទ្ធិកម្មសិទ្ធិសិទ្ធិភោគៈនិងសិទ្ធិសម្បទានសូមមើលតារាងខាងក្រោមសម្រាប់សិទ្ធិទាំង3ដែលប្រជាពលរដ្ឋកម្ពុជាអាចទទួលបានពីរដ្ឋក្នុងឆ្នាំ1989រូបទី1សិទ្ធិលើដីធ្លីដែលពលរដ្ឋកម្ពុជាមាននៅក្នុងឆ្នាំ1989សិទ្ធិលើដីធ្លីរបស់ពលរដ្ឋកម្ពុជានៅក្នុងឆ្នាំ1989ចែកជា3គឺសិទ្ធិកម្មសិទ្ធិសិទ្ធិភោគៈនិងសិទ្ធិសម្បទានរូបខាងលើបង្ហាញថាប្រជាពលរដ្ឋកម្ពុជាមានសិទ្ធិលើដីធ្លីចំនួន3កម្មសិទ្ធិសិទ្ធិកម្មសិទ្ធិត្រូវបានផ្ដល់ជូនចំពោះដីធ្លីលំនៅឋានសិទ្ធិភោគៈត្រូវបានផ្ដល់ជូនចំពោះដីស្រែចម្ការឯសិទ្ធិសម្បទានត្រូវបានផ្ដល់ជូនចំពោះដីដែលពលរដ្ឋមានទំហំលើសពី5ហិកតាឡើងទៅចំពោះការកំណត់ទំហំដីកម្មសិទ្ធិនិងដីភោគៈសូមមើលលើចម្ពោះទី2សញ្ញាណអំពីទ្រព្យសម្បត្តិសាធារណៈនិងទ្រព្យសម្បត្តិឯកជនដោយបានរៀបរាប់ខាងលើឯកជនភាវូបនីយកម្មដីធ្លីត្រូវបានធ្វើឡើងនៅឆ្នាំ1989បន្ទាប់ពីបរាជ័យនៃការអនុវត្តគោលនយោបាយក្រមសាមគ្គីបង្កបង្កើតផលដែលត្រូវបានអនុវត្តអស់រយៈពេល10ឆ្នាំកន្លងមកការសម្រេចផ្ដល់សិទ្ធិកម្មសិទ្ធិលើដីធ្លីដល់ពលរដ្ឋកម្ពុជាជាដំបូងនេះក្នុងគោលបំណងជាចម្បងឲ្យពលរដ្ឋរបស់ខ្លួនប្រឹងប្រែងអភិវឌ្ឍដីរបស់ខ្លួនឲ្យអស់ពីលទ្ធភាពនៅពេលណាដែលផលប្រយោជន៍របស់កសិករត្រូវបានធានានៅពេលនោះទើបកសិករបញ្ចេញអស់កម្លាំងកាយកម្លាំងចិត្តរបស់ខ្លួនធ្វើពលកម្មផលិតកម្មច្នៃប្រឌិតបង្កើតនូវទ្រព្យសម្បត្តិសម្ភារៈដើម្បីលើកស្ទួយជីវភាពខ្លួននិងសេដ្ឋកិច្ចជាតិ 1.1.2.1 កម្មសិទ្ធិលើដីធ្លីលំនៅឋានការផ្ដួចផ្ដើមកម្មសិទ្ធិដីធ្លីដល់ពលរដ្ឋកម្ពុជាគឺការសម្រេចចិត្តតែមួយគត់របស់គណៈបកប្រជាជនបដិវត្តកម្ពុជានៅខែមេសាឆ្នាំ1989ការសម្រេចចិត្តនាពេលនោះបានបែងចែកដីធ្លីជា4ប្រភេទរួមមានដីសម្រាប់សង់លំនៅឋានដីស្រែនិងចម្ការសម្រាប់ផលិតកម្មអាជីវកម្មដីបម្រុងរុក្ខានេសាទនិងដីបម្រុងរបស់រដ្ឋគួរសង្កត់ថាគណៈបកប្រជាជនបដិវត្តកម្ពុជាបានសម្រេចចេញផ្ដល់សិទ្ធិកាន់កាប់ប្រើប្រាស់លើដីធ្លី3ប្រភេទដែលក្នុងនោះរួមមានសិទ្ធិកម្មសិទ្ធិត្រូវបានផ្ដល់ជូនចំពោះដីលំនៅឋានសិទ្ធិភោគៈចំពោះដីស្រែចម្ការនិងសិទ្ធិសម្បទានគឺជាសិទ្ធិទៅលើដីដែលលើសពីសិទ្ធិកម្មសិទ្ធិនិងសិទ្ធិភោគៈដែលបានផ្ដល់ជូនទាំងពីរខាងលើសិទ្ធិទាំងអស់នោះត្រូវតម្រូវឲ្យចេញច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗដើម្បីធានាគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីឲ្យបានប្រសិទ្ធភាពការរៀបចំច្បាប់ដើម្បីគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីភ្លាមៗអាចជួបប្រទះបញ្ហាប្រឈមជាច្រើនរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តចេញសេចក្តីណែនាំអនុវត្តគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីជំនួសវិញដើម្បីបំពេញតម្រូវការជាបន្ទាប់ជំនួសឲ្យការចេញច្បាប់សេចក្តីណែនាំនេះត្រូវបានធ្វើឡើងស្របគ្នាទៅនឹងសេចក្តីសម្រេចចិត្តរបស់គណៈបកប្រជាជនបដិវត្តកម្ពុជានៅខែមេសាឆ្នាំ1989ទោះបីយ៉ាងណាក៏ដោយការផ្ដល់សិទ្ធិកម្មសិទ្ធិជាលើកដំបូងប្រកបដោយ
เพียบบอดแบนจีมมูลเหตุจำบองได้นำเอาเมียนปัญหาโนไปกราวรถเมนตัวสกอลเซตกรรมเซตจ้ะมุนชนะมาบน179ปนแต่ใบจีตัวสกอลเซตกันกับจับไปขายเมษาชนะมาบน179รถเมนซาเรอนึ่งใบใจซาจิตทำไมเลิกได้บันกันกับรุ่ยหายจับปีไงรับรองปนเมกรายชนะมาบน179มาตัวไงเจงสิกได้แนะนำอนุวัตรโหดดอลเมียนฉบับภูมิบาลจำนวนมวยการล้างถ่าตามมูลหาดไว้บานจิรถเมนซาเรอนึ่งใบใจได้จิตไว้จับไปขายมิถุนาชนะมาบน189เมาส์ปีประธานการกันกับปีมนุมันตัวบันกันกับโดยโยกจีกัมสเตเปียท้ารหดดอนเมียนฉบับภูมิบาลไอตราบานเกยลถาลูตราเตเมียนฉบับภูมิบาลเติบรถซาเรอนึ่งใบใจจิตใหม่ป้นแต่จีการอนุวัตตัวใบจีเมียนฉบับภูมิบาลให้ก็ได้รถมันบานซาเรอใบใจได้จิตใหม่ลายการกำรัดปีตำหมในได้กำเสร็จนึ่งการมันซาเรอใบใจจิตใหม่บ้านบกจีอุปสรรคโครงการอนุวัตเสร็จกำเสร็จตรบานปลอยจุนจมพูแต่ได้ลมหนาวทานได้เมียนตำหมเหมือนเลยปีปอนแมดกระเรมันแต่กรุษาได้บานกันกับได้ลมหนาวทานเลือปีปอนแมดกระเรจมในแดนเลือตรบานจะตกจีบได้โผเกะตะเวงฮัดเอาไว้บ้านจิรัตมันยกจมในได้เลือนู้ใจจุนรับสิงดำไปสำรวจโดยการอนุวัตไม่ยังติดสมัติการโดยเซตกำเสร็จนึ่งเซตโผเกะก็เซ็งได้การกำหนดแบบนี้ไอ้บรรดาออยไปจีบจวนได้รวมนาวครองภูมิจุมือคณีตัวบานตำหมได้ลมนาวทานมันโดยคณีตัวใบยีนานากระดอยตำหมได้ลมนาวทานมันเต้ากำหนดโดยบับภูมิบาลชนะมาเป็น190 ปีกายศเซ็งคณีจิจารานเตี้ยตรงตัวนึ่งตำหมได้เกี่ยกำเสร็จตัวบานบรรโตน้องจำนำมันเตะอนุวัตฉบับเนื่องประเจียประตูเต่ามันเต็มมวยจำนวนโยธาตำหมได้ตัวบานรักษาตุกโดยเมียนใจขนมสิกได้แน่นอนอนุวัตก็นโยบายกรุบกรองนั่งสิกได้ประได้ทลีชนะมาเป็น189โป้คือปีปอนไมเกรหรือไอมาเตะมวยจำนวนเตี้ยไอหนึ่งเลิกลังทาตำหมได้เล่งจับใบเตี้ยเอาแต่เจียได้ลมนาวทานป้นแต่ปนมันแมดกระเรบกว่าบ้านการยุดเคลื่อนเส้นขณีไอ้นำเอาการอนุวัตเมียนเพียบข้อนี้ผ่องได้บางไอ้ตามการเป็นนิดในฉบับอ้อยบานละร้อนภูมิบาลชนะมาเป็น190 ปีบานกำหนดท่าเมียนแต่ได้ลมนาทานเต้แดลไอ้ตัวบานเซตกำเสร็จหายก็ละมุมหายก็ขมิ้นเมตรานามวยขนมฉบับนี้บานรัตบัดปีกำเสร็จลายเหตุนี้หายเติบการกำหนดตมหมกำเสร็จเลิกได้ลมนาทานโดยสิ่งใดในน้ำชนะมาเป็น189มันเมียนเอตโพลเลยฉบับภูมิบาลลายเซตโพเกะเลยสไลจำกาไอ้ยนเพวูปนิยกรรมได้ทลีชนะมาเป็น189บานทัวอ้อยเมียนกาเงื้องชงคลั่งจมพวกการอนุวัตการรอเซตตัวเลยได้สไลจำการถบ้านอนุญาตรอแต่เซตโพเกะปั้นแต่สิงโตปนนอดาเลือได้สไลจำกาให้ตุ่มหมได้วิ่งมันเอาเลือปีปรามหตาขมิ้นมูลเหตุเพราะการนำมวยบังหายปีการสำเร็จจัดนิลายได้ผูกเกะเต้าบานรถปุกลเจียดเสร็จประเดี๋ยวมุกจูนครูซากะสกอกันกับประโดยขมิ้นกำนัดเรียเปลนั่งไอ้บรรทอมรบานอนุญาตออยเตเสร็จผูกเกะตามระยะการล้วโดนึ่งเอาเต้าเจียปัญหาจำพวกกายยุลเคยหรือบมันไตรอนุวัตบาตามคลีคันเลยตำโนจิเกไอบอกสนธาเซตผูกเกะในชนะมาเป็น189ไอทัวออยเพียกีตรมไตประนึ่งอาศัยพอลพร้อมเตียงบรรทอมรดกบรรณอบอกคือมันไอเตกรอมรูปเพียบโดนึ่งเทืออำน้อยบานเตตัวใบจีรวดมันบานหามขนมเตเซตผูกเกะก็ได้อันนี้ในได้ผูกเกะบ้านมังกรนูโกบำนองในการปลอดผูกเกะหรือได้ใส่จำกากูเอากอดสมกอลได้ผูกเกะเขาคนนี้จีจำบองหนึ่งได้
កម្មសិទ្ធិត្រង់ថាដីភូកៈអាចថេរភាពក្នុងដំណាក់កាលដែលកំពុងប្រើប្រាស់ពេលឈប់ប្រើប្រាស់គឺលែងជាភូកៈទៀតហើយក្នុងន័យនោះប្រហែលជារដ្ឋចង់ជំរុញឲ្យគ្រួសារកសិករប្រើប្រាស់ដីឲ្យអស់ពីលទ្ធភាពស្របទៅតាមគោលបំណងនៃឯកជនភាវូបនីយកម្មដីធ្លីប្រសិនបើដីស្រែចម្ការត្រូវបានផ្ដល់ឲ្យពលរដ្ឋហើយដីទាំងនោះមិនត្រូវបានប្រើប្រាស់នោះការផ្ដល់នឹងคล้ายទៅជាឥតប្រយោជន៍ហេតុនេះទើបរដ្ឋកំណត់ថាបើដីដែលផ្ដល់នោះមិនបានប្រើប្រាស់ទេរដ្ឋត្រូវយកដីនោះទៅឲ្យអ្នកផ្សេងដើម្បីប្រើប្រាស់វាតារាងខាងក្រោមនៃភាពខុសគ្នារវាងភូកៈដីកម្មសិទ្ធិនៅឆ្នាំ1989ដើម្បីឲ្យកាន់តែងាយស្រួលមើលដីភូកៈដីកម្មសិទ្ធិដីភូកៈថេរភាពរបស់វាអាស្រ័យលើការប្រើប្រាស់បើឈប់ប្រើប្រាស់លែងជាដីភូកៈទៀតហើយពោលគឺជាដីរដ្ឋដីកម្មសិទ្ធិថេរភាពរបស់វាគ្មានកំណត់ពោលគឺមិនអាស្រ័យលើការប្រើប្រាស់ឬធ្វើអាជីវកម្មលើដីនោះទេដីភូកៈមានទំហំមិនលើស5ហិកតាដីកម្មសិទ្ធិមានមិនលើសពី2000ម៉ែត្រការ៉េគួរឲ្យចាប់អារម្មណ៍មូលដ្ឋាននីមួយៗត្រូវបានតម្រូវឲ្យរក្សាទុកដីស្រែចម្ការជាដីបម្រុងរបស់មូលដ្ឋានខ្លួនឃុំនីមួយៗអាចរក្សាទុកដីស្រែចម្ការបម្រុងរបស់ឃុំចាប់ពី5ទៅ6ហិកតាអាស្រ័យតាមលទ្ធភាពជាក់ស្ដែងរីឯភូមិវិញអាចរក្សាទុកដីស្រែចម្ការបម្រុងរបស់ខ្លួនចំនួនពី1ទៅ2ហិកតាបើមូលដ្ឋាននីមួយៗបានរក្សាទុកលើសពីការកំណត់ខាងលើដីដែលលើនោះតម្រង់ឲ្យបែងចែកជូនប្រជាពលរដ្ឋវិញដីបម្រុងនេះហើយក្រោយមកអាចក្លាយទៅជាដីឯកជនរបស់រដ្ឋដូចគ្នានឹងដីលំនៅឋានដែរច្បាប់ភូមិបាលឆ្នាំ1992បានកំណត់ទំហំដីស្រែចម្ការរបស់ដែលត្រូវផ្ដល់ជាសិទ្ធិភូកៈនោះឡើយបញ្ហានេះអាចបង្កឲ្យមានការយល់ផ្សេងគ្នាថាតើដីស្រែចម្ការអាចមានច្រើនបំផុតត្រឹម5ហិកតាដោយសេចក្តីណែនាំឆ្នាំ1989ឬមិនកំណត់ទំហំអ្វីដែលធ្វើឲ្យកាន់តែយងឆ្ងល់ទៅទៀតនោះគឺដីសម្បត្តិមិនត្រូវបានបែងចែកក្នុងច្បាប់ភូមិបាលឆ្នាំ1992ទេហើយថាតើដីសម្បត្តិនោះអាចត្រូវបានប្រែក្លាយជាដីភូកៈដែរឬទេលើពីនេះទៅទៀតតាមការអនុវត្តជាក់ស្ដែងក្រសួងកសិកម្មមិនមានចេញបានសម្គាល់កាន់កាប់ដីធ្លីសម្បត្តិនោះឡើយត្រង់ចំណុចនេះសិទ្ធិសម្បត្តិនេះអាចត្រូវបានប្រែក្លាយទៅជាដីភូកៈតាមច្បាប់ភូមិបាលឆ្នាំ1992 1.1.2.3 បញ្ហានៃការទទួលស្គាល់ដីភូមិបាលត្រូវរៀបចំផ្ដល់ជូនពលរដ្ឋកម្ពុជាតាមសេចក្តីសម្រេចចិត្តរបស់គណៈបកប្រជាជនបដិវត្តន៍កម្ពុជានាខែមេសាឆ្នាំ1989មុននឹងសម្រេចជាផ្លូវការអនុវត្តគោលនយោបាយឯកជនភាវូបនីយកម្មដីធ្លីនៅខែមិថុនាឆ្នាំ1989ភាពមិនដាច់ណាត់នៃការកំណត់ទំហំដីត្រូវបានផ្ដល់ពីដំបូងបានបន្សល់ទុកបញ្ហាស្មុគស្មាញនៅពេលក្រោយរដ្ឋាភិបាលទើបសម្រេចផ្ដល់កម្មសិទ្ធិឯកជនដីធ្លីដល់ពលរដ្ឋរបស់ខ្លួនប៉ុន្តែរដ្ឋបែរជាមិនសាររើដីដែលបានកាន់កាប់មុនមកវិញឧទាហរណ៍ពលរដ្ឋរបស់ខ្លួនប៉ុន្តែរដ្ឋបែរជាមិនសំទោសឧទាហរណ៍នៅក្នុងការទទួលស្គាល់សិទ្ធិកម្មសិទ្ធិរដ្ឋផ្ដល់ជូនតែដីលំនៅឋានទេហើយទំហំមិនលើសពី2000ម៉ែត្រការ៉េក្នុងករណីដែលរដ្ឋណាបានកាន់កាប់មុនឆ្នាំ1989លើពីនោះទំហំដែលលើសពីនឹងត្រូវផ្ដល់ជាសិទ្ធិភូកៈការលំបាកមួយអាចនឹងផ្ដល់ឡើងប្រសិនបើគ្រួសារមួយបានកាន់កាប់ដីភូមិបាលមួយកន្លែងដែលមានទំហំ30ម៉ែត្រនិងបណ្ដោយ68ម៉ែត្រ
នោះទំហំដីសរុបចំនួន 2040 ម៉ែត្រការ៉េបើតាមគោលការណ៍ណែនាំរដ្ឋត្រូវផ្ដល់កម្មសិទ្ធិលើដីលំនៅឋានខាងលើនេះត្រឹមតែ 2000 ម៉ែត្រការ៉េប៉ុណ្ណោះចុះ 40 ម៉ែត្រការ៉េទៀតត្រូវផ្ដល់ជូនក្នុងទម្រង់បែបណាវិញដូចគ្នានេះដែរកម្រិតសិទ្ធិភោគៈលើដីកម្មសិទ្ធិមិនឲ្យលើ5ហិកតាដែលប្រល់ជាបញ្ហាក្នុងអនុវត្តឧបមាថាគ្រួសារដែលមានកណ្កាប់ដី 2040 ម៉ែត្រការ៉េខាងលើបានកណ្កាប់ដីស្រែចម្ការចំនួន 5.1 ហិកតាទៀតនោះពួកគាត់អាចទទួលបានកម្មសិទ្ធិភោគៈតែ 5 ហិកតាប៉ុណ្ណោះក្នុងករណីនេះបញ្ហាដែលកើតឡើងថាដីភោគៈត្រូវបានផ្ដល់ត្រឹម 5 ហិកតាទេចុះដីដែលលើសពីនោះណាត្រូវបានផ្ដល់ជូនយ៉ាងដូចម្តេចបើពិនិត្យយ៉ាងល្អិតល្អន់ទៅលើសេចក្តីសម្រេចស្តីពីគោលនយោបាយគ្រប់គ្រងនិងប្រើដីធ្លីរបស់គណៈបព្វជិជនបរិវត្តកម្ពុជានិងសេចក្តីអនុវត្តគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីរបស់រដ្ឋាភិបាលនៃឆ្នាំ 1989 ទំហំដីដែលកំណត់នេះបង្កឲ្យមានឧបសគ្គដល់ការអនុវត្តផងនិងការយល់ពីខ្លឹមសារតាំងពីពេលនោះមកតាមរយៈនេះទំហំដីដែលលើសត្រូវបានផ្ដល់ជូនជាសម្បទានក្នុងនោះក្រសួងកសិកម្មជាអ្នកមានសមត្ថកិច្ចចេញបានសម្គាល់សិទ្ធិកាន់កាប់ដីសម្បទានអត្ថន័យនៃដីសម្បទាននៅពេលនោះសំដៅលើសិទ្ធិកាន់កាប់ជាដំណាក់កាលដែលរដ្ឋបើកឲ្យលើផ្ទៃដីធំសម្រាប់ដាំដំណាំសំខាន់បម្រើឲ្យសេដ្ឋកិច្ចជាតិបើតាមន័យនេះនឹងឧទាហរណ៍ខាងលើឃើញថាដីដែលលើសពី 5 ហិកតាចំនួន 1040 ម៉ែត្រការ៉េជាដីទំហំតូចវិញហើយមិនមែនជាដីតែមួយកន្លែងទៀតការតម្រូវឲ្យប្រជាពលរដ្ឋដាក់ពាក្យស្នើនឹងត្រូវបានចាត់ទុកជាដីដែលគ្មានម្ចាស់នោះប្រជាពលរដ្ឋអាចនឹងប្រឹងប្រែងខ្នះខ្នែងដាក់ពាក្យស្នើសុំទាំងអស់គ្នាប្រកាសបើកថ្ងៃទទួលពាក្យកាន់កាប់ដីធ្លីទូទាំងប្រទេសចាប់ពីថ្ងៃចេញសេចក្តីប្រកាសនាំអនុវត្តនេះដល់ថ្ងៃទី31ខែធ្នូ 1989 ផលកំណត់នេះរដ្ឋចាត់ទុកជាដីទំនេរគ្មានម្ចាស់កាន់កាប់ 1.2 សិទ្ធិភោគៈនិងសិទ្ធិកម្មសិទ្ធិក្រោយឆ្នាំ 2001 រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ 1993 បើកសក្តានុពលថ្មីក្នុងដំណើរគម្រោងដីធ្លីគួរឲ្យកត់សម្គាល់សិទ្ធិកម្មសិទ្ធិលើដីធ្លីត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋកម្ពុជានិងនីតិបុគ្គលដែលមានសញ្ជាតិខ្មែរដោយមិនគិតពីប្រភេទដីស្រែចម្ការឬទីលំនៅឋានទៀតឡើយជួនណាក៏ដោយទោះបីជាបុគ្គលក្តីជាសមូហភាពក្តីមានសិទ្ធិជាម្ចាស់សិទ្ធិកម្មសិទ្ធិមានតែរូបវន្តបុគ្គលឬនីតិបុគ្គលដែលមានសញ្ជាតិខ្មែរទេទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីធ្លីការយល់ពីអត្ថន័យច្បាស់លាស់នៃសិទ្ធិកម្មសិទ្ធិនិងសិទ្ធិភោគៈដែលកំណត់ដោយច្បាប់មូលដ្ឋានឆ្នាំ 2001 មានសារៈសំខាន់ក្នុងការពិភាក្សាសិទ្ធិទាំងពីរមានការប្រែប្រួលគួរឲ្យកត់សម្គាល់រវាងច្បាប់ភូមិបាលឆ្នាំ 1992 និងច្បាប់ភូមិបាលឆ្នាំ 2001 ការទទួលស្គាល់កម្មសិទ្ធិពេញលេញភាពខុសគ្នានៃការទទួលស្គាល់បានព្រមទាំងការផ្ទេរកម្មសិទ្ធិនឹងត្រូវពិភាក្សាក្នុងផ្នែកនេះ 2.2.1 ការទទួលស្គាល់សិទ្ធិកម្មសិទ្ធិពេញលេញបន្ទាប់ពីអនុវត្តឯកជនភាវូបនីយកម្មដីធ្លីអស់រយៈពេល 12 ឆ្នាំមកសិទ្ធិកម្មសិទ្ធិពេញលេញទើបតែត្រូវបានទទួលស្គាល់ដោយច្បាប់ភូមិបាលឆ្នាំ 2001 សិទ្ធិកម្មសិទ្ធិឯកជនត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋកម្ពុជាចំពោះដីធ្លីគ្រប់ប្រភេទលើកលែងតែទ្រព្យសម្បត្តិសាធារណរដ្ឋតាមរយៈនេះដីទាំងលំនៅឋាននិងដីស្រែចម្ការត្រូវបានផ្ដល់ជាសិទ្ធិកម្មសិទ្ធិប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺការទទួលបានសិទ្ធិកម្មសិទ្ធិពេញលេញត្រូវរងចាំពេលវេលាមួយដែលអាស្រ័យទៅតាមការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងរយៈពេលដែលមិនអាចកំណត់បាននេះរដ្ឋអនុញ្ញាតឲ្យសិទ្ធិភោគៈស្របតាមបញ្ញត្តិនៃច្បាប់មុនឆ្នាំ 2001 អាចត្រូវបានប្រើជាកម្មវត្ថុនៃការផ្លាស់ប្ដូរផ្ទេរសិទ្ធិឬជាកម្មវត្ថុនៃកិច្ចការជំនួញជាលក្ខណៈបច្ចេកទេសការទទួលបានកម្មសិទ្ធិត្រូវបាន
ឲ្យរដ្ឋធ្វើការបដិញ្ញាចិត្តខាងនយោបាយយ៉ាងខ្លាំងតម្រូវការធនធានមនុស្សធនធានរូបវន្តនិងថវិកាគឺជាការចាំបាច់ក្នុងការសម្រេចនៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនៅពេលដែលគម្រោងចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធមិនទាន់បានចាប់ផ្ដើមនៅឡើយនៅតាមតំបន់ណាមួយជាទូទៅតំបន់នោះប្រជាពលរដ្ឋមិនមានលទ្ធភាពទទួលបានកម្មសិទ្ធិឡើយក្នុងន័យនេះការទទួលស្គាល់សិទ្ធិកម្មសិទ្ធិពេញលេញនៅជាបញ្ហាប្រឈមក្នុងការអនុវត្តជាក់ស្ដែងនៅឡើយក្នុងករណីមានការអភិវឌ្ឍតំបន់ណាមួយបើអាជ្ញាធរមានសមត្ថកិច្ចគិតថាដីដែលគ្មានបាននោះជាដីរបស់រដ្ឋនោះប្រជាពលរដ្ឋដែលបានកាន់កាប់នោះនឹងមិនទទួលបានសំណងតាមច្បាប់ទេដែលបញ្ហានេះបានคล้ายទៅជាសេចក្តីព្រួយបារម្ភសម្រាប់ប្រជាពលរដ្ឋទូទៅការយល់ដឹងមានកម្រិតពីអត្ថន័យនៃកម្មសិទ្ធិពេញលេញក្នុងចំណោមប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានបង្កជាបញ្ហានៅក្នុងសង្គមខ្មែរប្រជាពលរដ្ឋតែងតែគិតថាដីរបស់ពួកគេដែលអត់បានចុះបញ្ជីគឺប្រឈមនឹងហានិភ័យណាស់ប្រសិនបើរដ្ឋត្រូវការដីនោះយកទៅប្រើប្រាស់ទោះបីក្នុងប្រយោជន៍សាធារណៈក៏ដោយពោលគឺគេពិបាកនឹងតស៊ូមតិដើម្បីទទួលបានសំណងតាមច្បាប់រីឯអាជ្ញាធរមូលដ្ឋានវិញក៏មិនអាចជួយប្រជាពលរដ្ឋរបស់ខ្លួនបានដែរដោយសារតែយល់ថាប្រជាពលរដ្ឋមិនមានបានដើម្បីគ្រប់គ្រងហើយក៏អាចគិតថារដ្ឋផ្ដល់សំណងគោលនយោបាយជូនប្រជាពលរដ្ឋគឺជាការគ្រប់គ្រងហើយតាមច្បាប់កម្មសិទ្ធិពេញលេញតម្រូវមានបានកម្មសិទ្ធិដែលត្រូវបានទទួលជាទូទៅតាមរយៈការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធច្បាប់ភូមិបាលឆ្នាំ2001គាំទ្រទាំងកម្មសិទ្ធិពេញលេញនិងកម្មសិទ្ធិភូកៈស្របច្បាប់មានតែភូកៈត្រឹមត្រូវតាមច្បាប់ប៉ុណ្ណោះដែលអាចនាំឲ្យមានកម្មសិទ្ធិចំណែកច្បាប់អាសាមិកវិញក៏ការពារទាំងសិទ្ធិកម្មសិទ្ធិនិងសិទ្ធិប្រតិបត្តិផ្សេងទៀតដោយរាជនាផ្ដល់សំណងជាមុនដោយសំរុំនិងយុត្តិធម៌ប៉ុន្តែអ្វីដែលគួរឲ្យយល់ដឹងឲ្យកាន់តែច្បាស់នោះគឺសិទ្ធិស្របច្បាប់នេះទោះបីមិនទាន់បានចុះបញ្ជីក៏ដោយក៏ច្បាប់នៅតែគាំទ្រដែរបុគ្គលទាំងឡាយដែលមិនបានចុះបញ្ជីភូកៈស្របច្បាប់របស់ខ្លួនដោយហេតុមិនដឹងឬដោយធ្វើប្រហែសនោះអ្នកនោះនៅតែមានសិទ្ធិត្រូវបានការពារតាមអំណាចនៃមាត្រា29មាត្រា30និងមាត្រា31នៃច្បាប់ភូមិបាលបញ្ហានៅត្រង់ថាភូកៈស្របច្បាប់គឺអ្វីមិនមានការបកស្រាយច្បាស់លាស់នៅឡើយនៅក្នុងច្បាប់កម្ពុជារហូតដល់ពេលនេះទោះបីជាយ៉ាងណាក៏ដោយគេអាចយល់បានថាភូកៈស្របច្បាប់គិតត្រឹមថ្ងៃទី31ខែសីហាឆ្នាំ2001គឺជាភូកៈដែលមិនមានការកាន់កាប់ដីសាធារណៈរបស់រដ្ឋឬជាដីរបស់រូបវន្តបុគ្គលឬនីតិបុគ្គលផ្សេងទៀតដូច្នេះពលរដ្ឋកម្ពុជាដែលបានកាន់កាប់ដីដោយស្របច្បាប់ទោះបីមិនទាន់មានបានទទួលកម្មសិទ្ធិពេញលេញដោយហេតុតែមិនទាន់បានចុះបញ្ជីដីរបស់ខ្លួនតាមរយៈការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធក៏ដោយក៏នៅតែគំពីដោយច្បាប់ដដែលភាពខុសគ្នានៃប្លង់ដីសៀវភៅនេះប្រើពាក្យប្លង់ដីឬបានដីសំដៅលើបានកម្មសិទ្ធិនិងបានភូកៈដើម្បីឲ្យសិក្សាឲ្យកាន់តែច្បាស់លាស់អំពីប្លង់ដីការយល់ដឹងការប្រែប្រួលនៃឈ្មោះរបស់វាគឺជាការចាំបាច់ពេលកម្ពុជាបានចាប់ផ្ដើមឯកជនភាវូបនីយកម្មដីធ្លីដំបូងនៅឆ្នាំ1989រដ្ឋមានលទ្ធភាពចេញទៅបានសម្គាល់កម្មសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីដែលមានអត្ថន័យជាបានភូកៈដើម្បីបញ្ជាក់ទាំងសិទ្ធិកម្មសិទ្ធិនិងសិទ្ធិភូកៈតែប៉ុណ្ណោះហេតុដូច្នេះហើយពលរដ្ឋកម្ពុជាបានទទួលតែបានភូកៈតែប៉ុណ្ណោះប្រសិនបើពួកគេបានដាក់ពាក្យស្នើសុំចុះបញ្ជីនៅបន្ទាប់ពីឯកជនភាវូបនីយកម្មកម្ពុជាបានកែប្រែទម្រង់បានដីឲ្យសមស្របតាមតម្រូវការជាក់ស្ដែងគួរឲ្យកោតសរសើរដោយសារបានសម្គាល់កម្មសិទ្ធិ
កាន់កាប់ប្រើប្រាស់ដីធ្លីមានការពិបាកក្នុងការកត់ត្រាប្រតិភោគបត្តិយ័តនិងប្រតិបត្តិការផ្សេងៗហេតុនេះបានជានៅឆ្នាំ1995រដ្ឋាភិបាលបានបដូរបានដីពីបានសម្គាល់កម្មសិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីមកជាបានសម្គាល់កម្មសិទ្ធិសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុដែលតម្លៃរបស់វានៅតែជាបានភូកៈដដែលបានសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុនេះបន្តចេញតាមរយៈការចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំរហូតដល់ពេលដែលក្រសួងរៀបចំដែនដីនគរភាវូនគររូបនីយកម្មនិងសំណង់សម្រាប់ឲ្យបញ្ឈប់នៅខែមេសាខែមករាឆ្នាំ2019បានថ្មីនេះអនុញ្ញាតឲ្យមានកន្លែងកត់ត្រាផ្លាស់ប្ដូរឬរួមមានការធ្វើលេខាចារឹកនិងការចុះបន្ទុកលើអចលនទ្រព្យបានដោយងាយស្រួលគូក៏សំគាល់ថាបានសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីត្រូវបានហៅឈ្មោះផ្សេងៗក្នុងចំណោមសាធារណជនខ្មែរជាទូទៅបាននេះត្រូវបានដាក់ចេញជាក់ស្ដែងនៅឆ្នាំ1992ហើយប្រជាពលរដ្ឋតែងហៅក្រៅថាបានស្លាប់មន់ឬប្លង់រឹងមូលហេតុគេហៅថាស្លាប់មន់ព្រោះមកពីបាននេះមានរូបដូចស្លាបផ្កានៅត្រង់មរដ្ឋានមើលទៅហាក់ដូចជាស្លាប់មន់គេក៏ហៅបាននេះថាប្លង់រឹងព្រោះវាត្រូវបានគេអ៊ុតផ្លាស្ទិករឹងដោយអត្តសញ្ញាណប័ណ្ណទោះបីជាមានការវិវត្តនៃការប្រើពាក្យផ្សេងៗហើយលក្ខណៈនៃប័ណ្ណបច្ចុប្បន្នមិនបានអ៊ុតរឹងទៀតក៏ដោយក៏ប័ណ្ណនេះត្រូវបានគេបន្តហៅប្លង់រឹងដដែលតាមលក្ខណៈច្បាប់បានសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីមានក្រោយមកដូចជាបានសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុត្រូវបានទទួលតាមរយៈការចុះបញ្ជីនៃលក្ខណៈដោយដុំឬជាប្រព័ន្ធចំពោះតែដីដែលមិនទាន់បំពេញលក្ខខណ្ឌទទួលបានកម្មសិទ្ធិដោយផ្អែកតាមមាត្រា31នៃច្បាប់ភូមិបាលឆ្នាំ2001ចំណែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុត្រូវបានទទួលតាមរយៈការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធតាំងពីឆ្នាំ2002តាមរយៈការចុះបញ្ជីដីបំពេញបន្ថែមតាំងពីឆ្នាំ2006និងតាមរយៈការចុះបញ្ជីដីមានលក្ខណៈជាដាច់ដោយដុំចាប់ពីខែមករាឆ្នាំ2019មករដ្ឋក៏បានផ្ដល់សិទ្ធិឲ្យអភិបាលរាជធានីភ្នំពេញចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសម្រាប់សម្គាល់កម្មសិទ្ធិលើផ្ទះនៅភ្នំពេញដើម្បីឲ្យស្របតាមការផ្ដល់កម្មសិទ្ធិលើផ្ទះជូនពលរដ្ឋកម្ពុជានៅខែមេសាឆ្នាំ1989ក្រោមជំនួយបច្ចេកទេសពីដៃគូអន្តរជាតិកម្ពុជាបានទទួលและកម្ពុជាមានលទ្ធភាពបំពេញបំណងរបស់ខ្លួនក្នុងការចេញបានដែលមានលក្ខណៈច្បាស់លាស់បាននៅពេលគម្រោងចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធបានចាប់ផ្ដើមក្នុងឆ្នាំ2002មករដ្ឋាភិបាលកម្ពុជាបានចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុដែលគេតែងតែទទួលស្គាល់ថាជាបានកម្មសិទ្ធិសរុបសេចក្តីមកបានភូកៈគឺសម្រាប់សម្គាល់សិទ្ធិភូកៈស្របច្បាប់ដែលត្រូវបានចុះបញ្ជីដោយសុរិយោដីប៉ុន្តែនៅមានលក្ខណៈបច្ចេកទេសមិនទាន់គ្រប់គ្រាន់ក្នុងការផ្ដល់កម្មសិទ្ធិស្ថាពររីឯបានកម្មសិទ្ធិគឺសម្រាប់សម្គាល់កម្មសិទ្ធិកម្មសិទ្ធិដែលត្រូវបានចុះបញ្ជីដោយរដ្ឋបាលសុរិយោដីនិងមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ក្នុងការសម្រេចផ្ដល់ជាកម្មសិទ្ធិស្ថាពរទោះបីយ៉ាងណាក៏ដោយបានទាំងពីរនេះត្រូវបានការពារដោយច្បាប់ដូចគ្នាការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុត្រូវបានអនុញ្ញាតប្រកបដោយការជ្រោមជ្រែងផ្នែកច្បាប់តាំងពីមុនពេលអនុវត្តឯកជនភាវូបនីយកម្មដីធ្លីរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ1981មិនបានអនុញ្ញាតឲ្យមានការលក់ដីធ្លីទេប៉ុន្តែ
ការផ្ទេរកម្មសិទ្ធិលើអចលនវត្ថុបែរជាត្រូវបានអនុញ្ញាតនៅខែតុលាឆ្នាំ1988ក្នុងគណៈពេលដែលរដ្ឋធម្មនុញ្ញឆ្នាំ1981ជានៅមាននៅជាធរមាននៅឡើយទោះបីជាយ៉ាងណាក៏ដោយរយៈពេលមិនដល់1ឆ្នាំផងវិសោធនកម្មរដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានធ្វើឡើងនៅខែមេសាឆ្នាំ1989ដោយលុបចោលបញ្ញត្តិនៃការហាមឃាត់ការលក់ដូរដីធ្លីចេញការអនុញ្ញាតឲ្យមានកម្មសិទ្ធិលើលំនៅឋានរបស់ពលរដ្ឋកម្ពុជាកើតឡើងមុនពេលឯកជនភាវូបនីយកម្មដីធ្លីត្រឹមតែ10ថ្ងៃប៉ុណ្ណោះនៅថ្ងៃទី21ខែមេសាឆ្នាំ1989រដ្ឋបានសម្រេចប្រគល់កម្មសិទ្ធិដីលើលំនៅឋានតែប៉ុណ្ណោះដោយកំណត់ថាដីដែលសង់លំនៅឋាននោះជាកម្មសិទ្ធិរបស់រដ្ឋនៅពេលនេះហើយដែលរដ្ឋបានសម្រេចអនុញ្ញាតឲ្យមានការផ្ទេរកម្មសិទ្ធិតាមរយៈការលក់ផ្ទះដោយតម្រូវឲ្យបង់ពន្ធប្រថាប់ត្រារហូតដល់ 10% នៃតម្លៃផ្ទះដែលបានលក់ជាការគួរកត់សម្គាល់កម្មសិទ្ធិបានផ្ដល់ឡើងវិញត្រូវបានផ្ដល់ឡើងវិញជូនពលរដ្ឋកម្ពុជាទៅលើតែដីលំនៅឋានក្រោយរយៈពេល3ថ្ងៃនៃការកាត់ឡើងរដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជាការផ្ដល់សិទ្ធិកម្មសិទ្ធិលើដីលំនៅឋានបានចាប់ផ្ដើមថ្ងៃទី3ខែមិថុនាឆ្នាំ1989អាចត្រូវបានបកស្រាយថាអនុវត្តតាមក្រឹត្យច្បាប់លេខ38ដែលបានអនុញ្ញាតឲ្យលក់ទាំងកម្មសិទ្ធិនិងសិទ្ធិផ្សេងទៀតផងដូចជាសិទ្ធិភូកៈជាដើមការលក់ជាកិច្ចសន្យាមួយដែលបុគ្គលម្នាក់បានមានកាតព្វកិច្ចផ្ទេរកម្មសិទ្ធិនៃវត្ថុមួយសិទ្ធិណាមួយឲ្យទៅបុគ្គលម្នាក់ទៀតដែលមានកាតព្វកិច្ចត្រូវបុគ្គលប្រាក់ថ្លៃវត្ថុឬសិទ្ធិនោះមកវិញការផ្ទេរកម្មសិទ្ធិឬសិទ្ធិផ្សេងទៀតនេះស្របទៅនឹងរដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជាដែលបានធ្វើវិសោធនកម្មពីរដ្ឋធម្មនុញ្ញសាធារណប្រជាមានិតកម្ពុជាឆ្នាំ1981ទន្ទឹមនឹងនេះដែរនៅឆ្នាំ1991ច្បាប់ស្តីពីការបង្កើតពន្ធប្រថាប់ត្រាក៏បានកំណត់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិក្រោមរូបភាពលក់ទិញផ្ទះនិងដីសង់លំនៅឋានដែលកំណត់ត្រាប្រថាប់អត្រាពន្ធប្រថាប់ត្រាត្រឹម 6% វិញបើតាមអត្ថន័យនៃច្បាប់ស្តីពីការបង្កើតពន្ធប្រថាប់ត្រាការផ្ទេរសិទ្ធិភូកៈមិនតម្រូវឲ្យបង់ពន្ធប្រថាប់ត្រាទេទោះបីច្បាប់ភូមិបាលឆ្នាំ1992បានអនុញ្ញាតឲ្យមានការផ្ទេរសិទ្ធិនៃអចលនវត្ថុតាមរយៈការលក់ក៏ដោយតាមលក្ខណៈបច្ចេកទេសបានមុនឆ្នាំ1995ការបង់ពន្ធប្រថាប់ត្រាទំនងជាមិនអាចធ្វើបានទេបានសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លីដែលគេតែងតែហៅថាប្លង់រឿងនោះមិនអាចត្រូវបានប្រើប្រាស់ក្នុងការកត់ត្រាការផ្លាស់ប្ដូរបានឡើយពីព្រោះនៅខាងក្នុងប័ណ្ណមិនមានទុកកន្លែងឲ្យសរសេរទើបតែឆ្នាំ1995មកប័ណ្ណនេះត្រូវបានប្រូរឈ្មោះជាប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុហើយនៅខាងក្រោយប័ណ្ណមានតារាងដើម្បីទុកឲ្យកត់ត្រាផ្លាស់ប្ដូរដែលរួមមានទាំងការផ្លាស់ប្ដូរឈ្មោះតាមរយៈការលក់ទិញប្រតិណកម្មឬសន្តតិកម្មការផ្ទេរឈ្មោះអាចធ្វើទៅបានលុះត្រាតែមានភស្តុតាងពន្ធប្រថាប់ត្រាដូច្នេះហើយបានជាពន្ធប្រថាប់ត្រាត្រូវបានគេកត់ត្រាតាំងពីឆ្នាំ1995មកគួរក៏សម្គាល់ថាប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុនិងវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមានលក្ខណៈគ្រប់គ្រាន់ក្នុងការអនុញ្ញាតឲ្យកត់ត្រាការផ្ទេរកម្មសិទ្ធិបានបច្ចុប្បន្នការយល់ដឹងរបស់ប្រជាពលរដ្ឋនិងមន្ត្រីអនុវត្តមានការល្អប្រសើរការផ្ទេរសិទ្ធិអនុញ្ញាតឲ្យប្រជាពលរដ្ឋប្រើប្រាស់ប័ណ្ណនេះលុះត្រាតែដីត្រូវបានចុះបញ្ជី